រឿងព្រះអង្គម្ចាស់និងមកុដអាថ៌កំបាំងនៅក្នុងអាណាចក្រដ៏រុងរឿងមួយដែលពោរពេញទៅដោយមហាសម្បត្តិមានព្រះអង្គម្ចាស់វ័យក្មេងម្នាក់ព្រះនាមអរុណព្រះអង្គមានអ្វីៗគ្រប់យ៉ាងដែលមនុស្សគ្រប់គ្នាប្រាថ្នាមិនថាអំណាចទ្រព្យសម្បត្តិឬកងទ័ពដ៏ខ្លាំងពូកែនោះទេប៉ុន្តែអរុណនៅខ្វះចំណុចមួយយ៉ាងសំខាន់គឺការយល់ចិត្តមនុស្សព្រះអង្គរស់នៅក្នុងភាពនៃការអួតអាងនិងអំណាចថ្ងៃមួយព្រះមហាក្សត្រដែលជាបិតាបានដឹងថាដល់ពេលដែលទ្រង់ត្រូវផ្ទេររាជសម្បត្តិហើយទ្រង់ក៏ហៅព្រះអង្គម្ចាស់អរុណមកហើយមានបន្ទូលទាំងញញឹមថាបុត្រអើយមុននឹងបុត្រឡើងគ្រងរាជបុត្រត្រូវតែទៅស្វែងរកមកុដពិតប្រាកដមកឲ្យបិតាសិនអរុណងឿងឆ្ងល់ជាខ្លាំងរួចទូលតបថាបិតានៅក្នុងរាជវាំងយើងមានមកុដមាសត្បូងពេជ្ររាប់មិនណោះទៅហើយតើមកុដមួយណាដែលបិតាចង់បានទៀតព្រះមហាក្សត្រមានបន្ទូលយ៉ាងអាថ៌កំបាំងមកុដនោះមិនអាចមើលឃើញដោយភ្នែកទទេបានឡើយព្រះអង្គម្ចាស់អរុណបានចាប់ផ្ដើមការធ្វើដំណើរយ៉ាងវែងឆ្ងាយទ្រង់បានទៅគ្រប់ទីកន្លែងចាប់ពីទីផ្សារអ៊ូអររហូតដល់ភូមិដ៏ដាច់ស្រយាលនិងទីក្រុងដ៏ក្រីក្រប៉ុន្តែទ្រង់នៅតែរកមិនឃើញអ្វីដែលបិតាចង់បានឡើយថ្ងៃមួយព្រះអង្គបានជួបស្ត្រីជរាម្នាក់ដែលកំពុងអង្គុយលក់នំបន្តិចបន្តួចនៅក្រោមថ្ងៃដ៏ក្តៅហែងព្រះម្ចាស់អរុណសម្លឹងមើលទៅគាត់រួចសួរដោយក្តីមេត្តាថាលោកយាយតើលោកយាយមិនមានអារម្មណ៍ថាជីវិតនេះលំបាកទេឬស្ត្រីនោះងើបមុខញញឹមយ៉ាងស្រស់រួចឆ្លើយថាលំបាកណាស់កូនប៉ុន្តែយាយមានអ្វីម្យ៉ាងដែលកូនមិនទាន់មាននោះគឺសេចក្តីសុខក្នុងចិត្តអរុណមិនជឿឡើយទ្រង់គិតថាគាត់គ្រាន់តែនិយាយលួងចិត្តខ្លួនឯងប៉ុណ្ណោះប៉ុន្តែនៅយប់នោះទឹកមុខដ៏មានសុភមង្គលរបស់ស្ត្រីក្រីក្រម្នាក់នោះនៅតែដក់ជាប់ក្នុងអារម្មណ៍របស់ព្រះអង្គមិនបាត់ឡើយថ្ងៃបន្ទាប់មកអរុណសម្រេចចិត្តធ្វើការសាកល្បងដ៏ធំមួយទ្រង់បានដោះអាវរាជវង្សដ៏ប្រណិតចេញរួចស្លៀកសម្លៀកបំពាក់ជាប្រជារាស្ត្រសាមញ្ញធម្មតាទ្រង់បានចាប់ផ្ដើមជួយអ្នកក្រីក្រចែករំលែកអាហារនិងអង្គុយស្ដាប់ទុកកង្វល់របស់ពួកគេដំបូងឡើយអរុណគិតថាវាជារឿងតូចតាចហើយគ្មានតម្លៃនោះទេប៉ុន្តែបន្តិចម្ដងបេះដូងដែលធ្លាប់តែរឹងរូសបែរជាប្រែមកជាទន់ភ្លន់ទ្រង់មានអារម្មណ៍ថាចិត្តរបស់ទ្រង់កាន់តែស្ងប់និងពេញលេញក្នុងន័យដែលមិនធ្លាប់ជួបប្រទះពីមុនមករាត្រីមួយខណៈដែលទ្រង់កំពុងអង្គុយសម្រាករំពេចនោះមានពន្លឺពណ៌មាសមួយបានជះចាំងមកលើក្បាលរបស់ព្រះអង្គវាមិនមែនជាមកុដមាសដែលមានទម្ងន់ធ្ងន់ឡើយប៉ុន្តែវាជាមកុដដែលធ្វើពីពន្លឺនៃក្តីមេត្តាដែលមានតែបេះដូងបរិសុទ្ធប៉ុណ្ណោះទើបអាចមើលឃើញសំឡេងមួយបន្លឺឡើងថានេះហើយគឺជាមកុដពិតប្រាកដដែលបុត្រត្រូវក្រងនៅពេលដែលអរុណត្រឡប់ទៅរាជវាំងវិញព្រះមហាក្សត្រមើលទៅបុត្ររួចញញឹមដោយមោទនភាពបំផុតឥឡូវនេះបុត្រមិនត្រឹមតែជាអ្នកគ្រប់គ្រងប្រជាជនឡើយប៉ុន្តែបុត្រគឺជាអ្នកដែលយល់អំពីដង្ហើមរបស់ពួកគេចាប់ពីថ្ងៃនោះមកព្រះបាទអរុណបានក្លាយជាព្រះមហាក្សត្រដែលមិនមែនខ្លាំងបំផុតដោយសារអាវុធឡើយប៉ុន្តែទ្រង់គឺជាព្រះមហាក្សត្រដែលប្រជាជនគោរពស្រឡាញ់បំផុតក្នុងប្រវត្តិសាស្ត្រមកុដដែលធ្វើពីមាសអាចធ្វើឲ្យអ្នកក្លាយជាស្ដេចប៉ុន្តែមានតែចិត្តដែលប្រកបដោយក្តីមេត្តាប៉ុណ្ណោះទើបធ្វើឲ្យអ្នកក្លាយទៅជាស្ដេចដែលស្ថិតនៅក្នុងបេះដូងរបស់មនុស្សគ្រប់គ្នា